លោកស៊ុនអ៊ូបិតាយុទ្ធសាស្ត្រសង្គ្រាមនិងអាចកំបាំងនៃសិភៅសិល្បៈសង្គ្រាម The Art of War ប្រវត្តិសង្ខេបនៅសតវត្សទី6 មុនគ្រិស្តសករាជលោកមានឈ្មោះពិតថាស៊ុនអ៊ូសម័យកាលចន្លោះឆ្នាំ771ដល់ឆ្នាំ476មុនគ្រិស្តសករាជនៃប្រទេសចិនបុរាណស្រុកកំណើតលោកកើតនៅក្នុងរដ្ឋឈីប៉ុន្តែបានបម្រើការជាមេទ័ពឲ្យរដ្ឋអ៊ូមានន័យថានៅសម័យកាលនោះគឺលោកបានកើតនៅក្នុងនគរឈីប៉ុន្តែលោកត្រូវបានតែងតាំងជាមេទ័ពនៅនគរអ៊ូរហស្សនាមរបស់លោកដែលពិភពលោកទទួលស្គាល់គឺលោកស៊ុនជឺដែលស៊ុនជឺមានន័យថាគ្រូស៊ុនឬម្ចាស់ស៊ុនដើម្បីសម្ដែងការគោរព 2. ព្រឹត្តិការណ៍សំខាន់ការបង្ហាញសមត្ថភាពចំពោះមុខស្ដេចអ៊ូស្ដេចអ៊ូបានសាកល្បងសមត្ថភាពស៊ុនអ៊ូដោយឲ្យលោកហ្វឹកហាត់ស្រីស្នំចំនួន180នាក់ឲ្យក្លាយទៅជាទាហាននៅពេលដែលស្រីស្នំទាំងនោះសើចចំអកមិនស្ដាប់បញ្ជាស៊ុនអ៊ូបានបញ្ជាឲ្យប្រហារជីវិតមេក្រុម2នាក់ដែលជាស្រីស្នំឯកដើម្បីបង្ហាញថាវិន័យយោធាគឺសំខាន់ជាងអ្វីៗទាំងអស់បន្ទាប់មកស្រីស្នំទាំងអស់ហ្វឹកហាត់ដោយគ្មានរារែក 3. ស្នាដៃឯកសៀវភៅសិល្បៈសង្គ្រាម The Art of War លោកបានសរសេរក្បួនសឹកដែលមាន13ជំពូកគោលការណ៍សំខាន់រួមមាន 1. ការរៀបចំផែនការនិយាយពីកត្តាគ្រឹះ5យ៉ាងដែលត្រូវពិចារណាមុនធ្វើសង្គ្រាមគុណធម៌មនោគមវិជ្ជាអាកាសធាតុភូមិសាស្ត្រមេបញ្ជាការនិងវិន័យ 2. ការធ្វើសង្គ្រាមសង្កត់ធ្ងន់លើសេដ្ឋកិច្ចក្នុងសង្គ្រាមត្រូវតែបញ្ចប់ឲ្យឆាប់រហ័សព្រោះសង្គ្រាមរ៉ាំរ៉ៃនឹងធ្វើឲ្យប្រទេសជាតិរលាយទ្រព្យសម្បត្តិនិងកម្លាំងទ័ព 3. យុទ្ធសាស្ត្រវាយលុកគោលការណ៍សំខាន់គឺការយកឈ្នះដោយមិនបាច់ច្បាំងការវាយកំទេចផែនការសត្រូវគឺជាជម្រើសល្អបំផុតបន្ទាប់មកគឺការវាយបំបែកសម្ព័ន្ធមិត្តសត្រូវហើយការវាយទីក្រុងគឺជាជម្រើសចុងក្រោយបង្អស់ 4. ការរៀបចំកម្លាំងទ័ពបង្រៀនពីការការពារខ្លួនឲ្យរឹងមាំដើម្បីកុំឲ្យចាញ់និងការចេះរងចាំឱកាសដែលសត្រូវទន់ជ្រាយដើម្បីវាយលុក 5. ការប្រើប្រាស់ថាមពលការប្រើប្រាស់កម្លាំងទ័ពឲ្យមានប្រសិទ្ធភាពតាមរយៈការរួមបញ្ចូលគ្នារវាងកម្លាំងត្រង់និងកម្លាំងល្បិចដើម្បីបង្កើតសន្ទុះវាយលុកដូចទឹកបាក់ទំនប់ 6. ចំណុចខ្សោយនិងចំណុចខ្លាំងយុទ្ធសាស្ត្រវាយប្រហារចំណុចដែលសត្រូវមិនបានការពារនិងការពារលុកដូចជាទឹកដែលហូរជៀសកន្លែងខ្ពស់ទៅបំពេញកន្លែងទាបមានន័យថាចំណុចខ្លាំងនិងចំណុចខ្សោយ 7. ការចល័តទ័ពសិល្បៈនៃការចល័តទ័ពដើម្បីដណ្ដើមប្រៀបឈ្នះលោកបានបញ្ជាក់ថាសង្គ្រាមគឺផ្អែកលើការបញ្ឆោត 8. ការប្រែប្រួលយុទ្ធសាស្ត្រទាំង9ការចេះបត់បែនតាមកលៈទេសៈនិងការយល់ដឹងពីគុណវិបត្តិ5យ៉ាងរបស់មេបញ្ជាការដូចជាការចិត្តឆេវឆាវឬការស្រឡាញ់ជីវិតពេក 9. ការធ្វើដំណើរការរបស់កងទ័ពរបៀបសង្កេតតម្រូវតាមរយៈសញ្ញាផ្សេងដូចជាការហើរនៃសត្វស្លាបឬធូលីហុយនិងការរៀបចំទ័ពក្នុងស្ថានភាពភូមិសាស្ត្រផ្សេងគ្នា 10. ភូមិសាស្ត្រសឹកការបែងចែកប្រភេទដីជា6ប្រភេទនិងរបៀបដែលមេបញ្ជាការត្រូវប្រើប្រាស់ដីទាំងនោះឲ្យចំណេញដល់ទ័ពខ្លួន 11. ស្ថានភាពទាំង9ការពិពណ៌នាអំពីស្ថានភាពផ្លូវចិត្តរបស់ទាហាននៅក្នុងតំបន់ផ្សេងគ្នាចាប់ពីតំបន់ក្បែរផ្ទះខ្លួនឯងរហូតដល់តំបន់មរណៈដែលទាហានត្រូវតែប្រយុទ្ធស្លាប់រស់ដើម្បីរស់រាន 12. ការវាយប្រហារដោយភ្លើងរបៀបប្រើប្រាស់ភ្លើងជាអាវុធនិងជាការវាយប្រហារតាមរដូវកាលលោកក៏បានព្រមានកុំឲ្យធ្វើសង្គ្រាមដោយសារតែកំហឹងមួយឆាត 3. ការប្រើប្រាស់ចរៈបុរសការសង្កត់ធ្ងន់លើសារៈសំខាន់នៃព័ត៌មានសម្ងាត់លោកបានបែងចែកជាបុរសជា5ប្រភេទដើម្បីដឹងពីចលនារបស់សត្រូវមុនពេលច្បាំងសរុបមក
ក្បួនសាក់ស៊ុនអ៊ូមិនមែនបង្រៀនឲ្យមនុស្សចូលចិត្តធ្វើសង្គ្រាមឡើយប៉ុន្តែបង្រៀនឲ្យឈ្នះដោយប្រើបញ្ញានិងប្រើប្រាស់ធនធានឲ្យតិចបំផុតដើម្បីសម្រេចគោលដៅធំបំផុត 4. ឥទ្ធិពលចំពោះពិភពលោកបច្ចុប្បន្នទោះបីជាកន្លងផុតរយៈពេលជាង 2,500 ឆ្នាំក៏ដោយក៏ក្បួនយុទ្ធសាស្ត្ររបស់លោកត្រូវបានយកមកប្រើប្រាស់ក្នុងកិច្ចការយោធាមេទ័ពល្បីៗដូចជាណាប៉ូឡេអុងនិងឧត្តមសេនីយ៍ក្នុងសង្គ្រាមលោកជាច្រើនបានសិក្សាក្បួននេះធុរកិច្ចនិងជំនួញការប្រកួតប្រជែងលើទីផ្សារនិងការគ្រប់គ្រងបុគ្គលិកកីឡានិងការរស់នៅការរៀបចំផែនការនិងការយល់ដឹងពីចិត្តសាស្ត្រគូប្រកួតទាំងអស់នេះគឺសុទ្ធសឹងតែជាស្នាដៃរបស់លោកស៊ុនអ៊ូត្រូវបានយកមកអនុវត្តនិងប្រើប្រាស់ទូទាំងសកលលោកនាពេលបច្ចុប្បន្នផងដែរ